មហាអំណាចនុយក្លេអ៊ែរមួយនៅអាស៊ីគ្រាន់តែមិនទាន់ដំឡើងចំពេលដែលស្ថានភាពនៅតែតានតឹងជាបន្តបន្ទាប់ដោយមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខម្នាក់ជប៉ុនបានប្រកាសថាជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរដោយខ្លួនឯងរឿងរ៉ាវមួយនេះបានកើតឡើងបន្ទាប់ពីមានការគំរាមកាន់តែខ្លាំងពីសំណាក់ចិននិងកូរ៉េខាងជើងចំពេលភាពមិនច្បាស់លាស់នៃជំនួយសន្តិសុខពីសហរដ្ឋអាមេរិកក្នុងអាណត្តិរបស់លោក Donald Trump ទើបមន្ត្រីរូបនោះបានទម្លុះនៅគំនិតថាជប៉ុនគួរតែមានសពាវុធការពីខ្លួនខ្លាំងជាមុនហើយសម្ដីនេះត្រូវបានចុះផ្សាយដោយ Reuters កាលពីថ្ងៃទី19ធ្នូ2025ដែលជាទំព័រថ្មីនៃដានចាស់ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកហេតុអ្វីបានជាព័ត៌មាននេះមានសារៈសំខាន់ខ្លាំងម្ល៉េះនោះគឺតុល្យភាពអំណាចប្រសិនបើជប៉ុនមានអាវុធនុយក្លេអ៊ែរវានឹងធ្វើឲ្យតំបន់អាស៊ីទាំងមូលមានការប្រែប្រួលយ៉ាងខ្លាំងដោយជប៉ុនចង់រក្សាមុខមាត់ជាប្រទេសសន្តិភាពនិងមិនចង់ឲ្យមានការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឡើយតែផ្ទុយទៅវិញប្រទេសជប៉ុនតាមរយៈលោក Minoru Kihara លេខាធិការគណៈរដ្ឋមន្ត្រីជាន់ខ្ពស់បានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់យូរអង្វែងរបស់ខ្លួនចំពោះគោលនយោបាយមិនមានអាវុធនុយក្លេអ៊ែរបន្ទាប់ពីការកត់សម្គាល់ដ៏ជំរងចម្រាស់ដោយមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់នេះដែលបង្ហាញថាប្រទេសនេះពិចារណាទិញអាវុធនុយក្លេអ៊ែរដែលជប៉ុនគោលការណ៍នយោបាយនុយក្លេអ៊ែររបស់ប្រទេសជប៉ុននៅតែមិនអាចផ្លាស់ប្ដូរដោយប្រកាន់ខ្ជាប់នៅគោលការណ៍មិនមានអាវុធនុយក្លេអ៊ែរចំនួន3គឺការមិនកាន់កាប់ផលិតឬអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនឡើយមានសំណួរដ៏រសើបមួយបានលើកឡើងថាប្រសិនបើជប៉ុនចង់ផលិតអាវុធនុយក្លេអ៊ែរតើជប៉ុនត្រូវចាយពេលប៉ុន្មានខែផ្អែកតាមការដកស្រង់ចេញពីគេហទំព័រ Wikipedia បានលម្អិតថាប្រកាសណាស់តាមអ្នកជំនាញផ្នែកយោធានិងវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើនបានចាត់ទុកប្រទេសជប៉ុនជាប្រទេសមហាអំណាចនុយក្លេអ៊ែរដែលមិនទាន់បានដំឡើងនោះមានន័យថាជប៉ុនមានគ្រឿងផ្សំគ្រប់គ្រាន់ហើយគ្រាន់តែមិនទាន់ពេលព្រមយកមកផ្គុំគ្នាតែប៉ុណ្ណោះរបាយការណ៍ស៊ើបអង្កេតសម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថាជប៉ុនអាចផលិតគ្រាប់បែកនុយក្លេអ៊ែរដំបូងបង្អស់ក្នុងរយៈពេលប្រហែល6ទៅ12ខែប៉ុណ្ណោះប្រសិនបើជប៉ុនចង់ផលិតជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសតែមួយគត់មានល្បឿនផលិតអាវុធនុយក្លេអ៊ែរមិនតិចជាង12ខែបន្ទាប់ពីប្រទេសអាល្លឺម៉ង់ហេតុអ្វីបានជាជប៉ុនអាចធ្វើរឿងនេះបានលឿនម្ល៉េះពិតមែនហើយជប៉ុនមានស្តុកផ្លាតូញ៉ុមប្រហែល45ទៅ47តោនដែលបានមកពីរេអាក់ទ័រនុយក្លេអ៊ែរស៊ីវិលបរិមាណនេះអាចយកទៅផលិតគ្រាប់បែកនុយក្លេអ៊ែរបានជាង6000គ្រាប់ជប៉ុនមានបច្ចេកវិទ្យាកុំព្យូទ័រកម្រិតខ្ពស់ដែលអាចធ្វើការតេស្តសាកល្បងដោយប្រព័ន្ធនិម្មិតដោយមិនចាំបាច់បំផ្ទុះគ្រាប់បែកពិតប្រាកដនៅក្រោមដីឡើយបន្ថែមពីនេះជប៉ុនមានបច្ចេកវិទ្យារ៉ុកែតអវកាសដ៏ទំនើបដែលអាចកែច្នៃទៅជាមីស៊ីលផ្លោងអន្តរទ្វីបបានយ៉ាងងាយស្រួលប្រសិនបើជប៉ុនត្រូវបានបើកភ្លើងខៀវពេញទំហឹងនោះពួកគេអាចនឹងមានអាវុធនុយក្លេអ៊ែរក្នុងដៃក្នុងរយៈពេលតិចជាង1ឆ្នាំប៉ុន្តែអ្វីដែលរារាំងជប៉ុនមិនមែនជាសមត្ថភាពបច្ចេកទេសនោះទេគឺជាឆន្ទៈនយោបាយនិងការចងចាំដ៏ឈឺចាប់ពីអតីតកាលក្នុងសង្គ្រាមលោកលើកទី2តើនាពេលអនាគតអាមេរិកអាចឲ្យជប៉ុនផលិតអាវុធនុយក្លេអ៊ែរបានដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន